មិនអាចឲ្យអ្នកការពារនោះធ្វើអញ្ចឹងបានទេសំណាងល្អខ្ញុំបញ្ឈប់អារីហ្វានកុំឲ្យផ្កាទៅអ្នកប្រុសទាន់មើលទៅលោកជំទាវដឹងច្បាស់ពីការប្រឆាំងរបស់អ្នកប្រុសអញ្ចឹងហើយគាត់បានផ្ញើ3ផ្កាតាមអ្នកការពារឲ្យកូនប្រុសរបស់មនុស្សដែលគាត់បានសម្លាប់នៅក្នុងរឿងដែរបន្ទាប់ពីឲ្យ3ផ្កាទៅអ្នកប្រុសហើយអារីហ្វាននឹងនិយាយតាមអ្វីដែលលោកជំទាវបញ្ជាគាត់និយាយថាវាជាដំណើរមកពីលោកជំទាវហើយគាត់ក៏ដឹងច្បាស់ពីប្រតិកម្មរបស់អ្នកប្រុសបន្ទាប់ពីអ្នកប្រុសបានរៀនពីអត្ថន័យនៃផ្កាដែរគេបានបោះផ្កានោះចោលសមាជិកភាគច្រើននៅក្នុងក្រុមច្រវាក់ខ្មែរត្រូវបានលោកជំទាវចូលចិត្តច្រើនឬក៏ទៅតាមនឹងតែចុះបានកូនក្រៅដែលគាត់រើសយកមកចិញ្ចឹមធ្វើឲ្យពួកគេលក់មុខការជួបគ្នាដំបូងរបស់អេដ្រៀននិងអង្គរៈត្រូវបានបញ្ចប់អ្វីដែលអេដ្រៀនត្រូវធ្វើគឺទទួលបានទំនុកចិត្តពីអង្គរៈនោះវានឹងអាចកាត់បន្ថយហានិភ័យដល់សុវត្ថិភាពរបស់អេដ្រៀនវាមិនអីទេអញ្ចឹងយើងទៅវិញរ៉ូបែតអញចង់ទៅវិញសួស្ដីលោកស្រីអនុញ្ញាតឲ្យខ្ញុំណែនាំខ្លួនខ្ញុំជានៅបម្រើដែរអ្នកប្រុសអេដ្រៀនទុកចិត្តជាងគេរ៉ូបែតអ្នកស្រីមើលមកថ្ងៃនេះអ្នកប្រុសអត់បានញ៉ាំថ្នាំគ្រប់គ្រាន់ទេខ្ញុំមានកម្រងថាមកលើអ្នកស្រីនៅឆ្នាំក្រោយបើអ្នកប្រុសមកលើក្រោយយ៉ាប់យ៉ឺនជាងមុននោះឲ្យខ្ញុំសូមអភ័យតអ្នកស្រីផងគេនិយាយថាតើយើងធ្វើអញ្ចឹងពីកាលធ្វើអីនឹងខ្លួនឯងហើយតែអ្នកស្រីមិនចាំបាច់បារម្ភទេព្រោះអ្នកស្រីអាចទុកចិត្តខ្ញុំបានដោយលោកព្រីវែនមានបញ្ជាការក្រុមច្រវាក់ខ្វាយនោះអញ្ចឹងអ្នកមានទេពកោសល្យរបស់ដេតខាមពួកយើងនឹងការពារអ្នកប្រុសវានឹងគ្មានបញ្ហាណាមករារាំងផ្លូវជាងបានទេត្រូវមិនត្រូវថាមើលមេផ្លោវែនគិតថាចំណែកមែនកន្លែងដ៏សម្បកកណ្ដោះនេះដែលគេថាអ្នកប្រុសរស់នៅដល់ភាពប្រណិតវាមិនមែនអញ្ចឹងទាំងអស់ទេវាមានរឿងចម្លែកផ្សេងទៀតបើយើងយកចិត្តទុកដាក់មើលប៉ុន្មានថ្ងៃមុនរ៉ូបែតបានសៀឈុនអ្នកប្រុសរបស់គេដើរពេញហ្នឹងតែអ្នកប្រុសតូចដូចគ្មានប្រតិកម្មអីសោះធ្វើដូចគ្មានអីកើតឡើងអញ្ចឹងមិនថាគេធំឡើងក្នុងលក្ខខណ្ឌបែបណាទេមិនក៏គេបណ្ដោយឲ្យវាទៅបានហើយមិញហ្នឹងអ្នកបម្រើម្នាក់នោះនិយាយថាវានឹងគ្មានបញ្ហាណាមករារាំងផ្លូវយើងបាននោះទេត្រូវឬអត់មេក្រុមខាងក្រៅបាននិយាយថាអញដឹងថាកន្លែងណាទេហើយមិនក៏ហ៊ានចូលទៅលោកបានសួរថាមានរឿងអីណាគេនិយាយថាលោកម្ចាស់សុំចាំបន្តិចខ្ញុំចង់និយាយជាមួយលោកបន្តិចនាំពាក្យនេះទៅដល់អ្នកប្រុសតូចផងខ្ញុំដឹងថាឈើច្រត់របស់អ្នកប្រុសតូចទុកនៅទីណាពួកយើងបានរក្សាវាទុកគេលឺហើយសួរថាតើឈើច្រត់នោះនៅណាគេបាននិយាយទៀតថាខ្ញុំទុកវានៅហាងតែវាជារបស់មានតម្លៃអញ្ចឹងហើយវាពិបាកយកចេញមកខ្លាំងណាស់ត្រូវការមាន10កាក់មានណោះអ្នកប្រុសតូចឥឡូវមិនមែនក្រទេវាតិចតួចណាស់សម្រាប់អ្នកអេត្រិតគិតថាទោះខ្ញុំមិនបានរៀនគាត់ដឹងថា10កាក់មានតម្លៃប៉ុណ្ណាដែរសំបីផ្ទះមួយនៅនឹងក៏លោកមិនបានប៉ុណ្ណឹងដែរខ្ញុំអាចធ្វើអីបានទៅរកមួយកាក់ក្នុងខ្លួនគ្មានផងហើយខ្ញុំក៏មិនអាចខ្ចីពួកអង្គរៈបានដែរតែឈើច្រត់មួយគូនោះរ៉ូបែតបានប្រាប់ឲ្យពួកគេយកឈើច្រត់នោះមកទីនេះមកបើវាជារបស់ដែលអ្នកប្រុសខ្ញុំចង់បានហើយទៅយកមកទីនេះមកហើយយកប្រាក់ទៅគេនិយាយថានៅឈរក្បែរឯងអីទៀតទៅយកមកហើយខ្ញុំទៅយកហើយអេត្រិតគិតថារ៉ូបែតបានលុយនឹងមកពីណាមកហើយនេះទាំងអស់គ្នាចាំយូរហើយត្រូវអត់ឈើច្រត់ដែលធ្វើដោយដៃអ្នកម៉ារបស់ចុងក្រោយរបស់អ្នកម៉ាតើវាមិនអីទេមែនទេបើខ្ញុំយកវាមកវិញវាជាប្រាក់របស់រ៉ូបែតខ្ញុំមិនអាចប្រត់តូចនៅថ្ងៃកំណើតរបស់ខ្ញុំអ្នកម៉ាបានកាន់សក់របស់គាត់លក់ដើម្បីធ្វើវាឲ្យខ្ញុំអ្នកម៉ាយើងអាចយកប្រាក់បាននៅឯងធ្លាប់និយាយថាអ្នកម៉ានិងខ្ញុំជាសម្រាមឯងថាឈើច្រត់គ្មានអីអស្ចារ្យក្រៅពីសម្រាមទេឯងថែមទាំងថាអ្នកម៉ាជាស្រីបាសាទៀតគឺទាំងពីរនិយាយថាលោកអើយខ្ញុំមិននឹងអាចហ៊ានធ្វើបែបនេះដែរអ្នកប្រុសតូចទៅអ្នកប្រុសតូចយកខុសហើយវាអាចយកខុសដោយរបៀបណាវានៅតែបែបនេះរ៉ូបែតងើបឈររួចដើរទៅយកកាបោពីពួកគេអេអញធ្វើអីហ្នឹងឈប់នឹងហើយអត់ទេមិនក៏អញយកកាមៀបោះចូលក្នុងធុងលិមួកអញ្ចឹងព្រះអើយអញធ្វើស្អីហ្នឹងអេពួកយើងមានថាឲ្យកតាប់ទៅអញឯណានេះគឺលទ្ធផលធ្វើបានណាគិតស្ដីរ៉ូបែតបានយល់ហើយរបស់យើងថាត្រូវធ្វើជាមនុស្សចិត្តបន់អញ្ចឹងមិនបាច់អាប់ឲ្យវិញទេណានេះកតាប់យកទៅណាយកទៅតាមរឿងដើមគេក៏បានលើកឡើងពីឈើច្រត់របស់អេត្រិតដែរគ្រាន់តែមិនមែនពេលនេះទេមកពីមេភូមិគិតថានឹងបានប្រាក់ពីវាតែអត់បានអញ្ចឹងគាត់ក៏បានបោះវាចូលក្នុងភ្លើងពេលរៀនទីយានមករកឈើច្រត់របស់អេត្រិតមិនទាន់វាក៏ឆេះអស់បាត់ទៅអញ្ចឹងមកជាខ្ញុំត្រឡប់មកជួយគេវិញនឹងណា